រីករាយថ្ងៃចុងសប្តាហ៍ទាំងអស់គ្នាពុកម៉ែបងប្អូនកូនក្មួយផឹកមិញជូនសេគូទៅរៀនជប៉ុនត្រឡប់មកវិញក៏ចូលសារនិយាយទៅម៉ោង9ជាងហើយក៏អស់ค่าផាកអាហ្វ្រីណាកន្លែងចតឡានហ្វ្រីតែម៉ោង9ឡើងលើដឹងតាពិបាករអញ្ចឹងហ្មងអញ្ចឹងហើយយើងចតបងលុយហើយ1ម៉ោង2.5កាអីអញ្ចឹងទៅកាប់ទៅចាយត្រូវភ្ញាក់ព្រលឹមទៅសារសិនទេបានត្រឡប់មកជូនសេគូទៅរៀនអញ្ចឹងណាប៉ុន្តែយប់មិញពូសុំគាត់ធ្វើការទៅពេលហើយអញ្ចឹងទៅអត់ចង់ដាស់គាត់ហើយណាមួយទៀតគាត់ផ្ដាំហើយស្រាច់គាត់ថាកុំទៅសារម្នាក់ឯងអត់បានទេណាចាំបងទៅជាមួយអញ្ចឹងក៏អាចចាំគាត់ទៅអញ្ចឹងហើយបានជាអស់ค่าផាកបើធម្មតាចាយនិយាយទៅចាយចត free រហូតនឹងដោយសារចាយទៅព្រលឹមមកហើយក៏ឆ្លៀតថតជាវីដេអូដើម្បីចែករំលែកជូនពុកម៉ែបងប្អូនកូនក្មួយដែលខមមិនក៏ដូចជាផ្ញើសារមកសួរចាយថាចាយអាសាទិញគ្រឿងសមុទ្រទិញនៅណានេះគឺជាឈ្មោះហាងហើយទីតាំងនៅ Springvale Shopping Center ហ្នឹងយើងដើរមកជុំនឹងទៅដឹងតែឃើញហើយហាងគាត់ផ្លាកធំហើយខាងក្នុងហ្នឹងនិយាយទៅមានប៉ាហឺកំប៉ុងមានប៉ាហឺដូចថាស្អីគេកក់អូយនិយាយអត់ចង់ចេញមិនអាយហើយហើយនៅនេះកុំឃើញតាអីសមុទ្រអីអញ្ចឹងប៉ុន្តែទីថាហូបពគាលោតផ្លោតទៅនិយាយទៅឆៅអត់ឃើញហ្មងនិយាយរួមមកនៅ Springvale ហ្នឹងអត់ដែលឃើញអាពគាលោតផ្លោតទេឃើញតែកក់អញ្ចឹងចង់ញ៉ាំទិញអាកក់នឹងញ៉ាំនឹងឯងបើពុកម៉ែបងប្អូនកូនក្មួយដឹងថាមានស្រស់នៅម្ដុំ Springvale យើងឬមួយក៏បើកឡាន1ម៉ោងអីដល់អីអញ្ចឹងជួយប្រាប់ផងណាព្រោះឯងចាយចង់ភ្លក់អាស្រស់ដែរលោតផ្លោតដែរហើយនេះប៉ាហឺកំប៉ុងហើយប៉ាហឺកំប៉ុងហ្នឹងនិយាយទៅស្រួលញ៉ាំមែនតែនដោយសារអីគឺឆ្អិនស្រាប់ហើយគ្រាន់តែកោះមកអូយជ្រលក់ទឹកថៃបុកក៏ឆ្ងាញ់ហើយអត់ចាំបាច់ជ្រលក់អីក៏ឆ្ងាញ់ដែរនិយាយពីថាជាតិនោះជាតិហ្មងអត់ចាំបាច់លាងអត់ចាំបាច់ធ្វើអត់ចាំបាច់អីទាំងអស់ហើយម៉ាក់ចាយគាត់ជួយចិត្តណាហើយពុកមិញហ្នឹងដើរទៅឃើញដោយសាររដងហ្នឹងមានដែរប៉ុន្តែមាន10គ្រាប់មួយកំប៉ុងអីអញ្ចឹងណាជួនកាល2 10គ្រាប់មួយកំប៉ុងហើយជួនកាល4គ្រាប់មួយកំប៉ុងអីអញ្ចឹងទៅតែអស់ហ្នឹងដល់អត់សូវឆ្ងាញ់ទេវានិយាយរួមផ្សាយតែឆ្ងាញ់គឺ8គ្រាប់មួយកំប៉ុងអញ្ចឹងណានិយាយទៅពុកម៉ែបងប្អូនកូនក្មួយយើងអាចសាក់គ្រប់ផ្សាយបានខេឡូចំណង់ចំណូលចិត្តយើងខុសគ្នាអីអញ្ចឹងទៅតែផ្ទះចាយទាំងម៉ាក់ចាយទាំងចាយគឺថា8គ្រាប់មកពេញមាត់ឆ្ងាញ់ហ្មងណាហើយឥឡូវទិញអស់ហើយក៏ដល់ម៉ោងត្រឡប់ទៅផ្ទះវិញដែរពូសុងបាននំប៉័ងសាច់តាពីខ្ញាច់នៅហ្នឹងហើយ